តាមទម្លាប់ប្រចាំថ្ងៃអត់មានអីច្រើនទេមានតែការរៀបសួនក៏ដូចជាការដាំដើមឈើនេះឯងថ្ងៃនេះខ្ញុំទទួលបានការងារមួយគឺខាងបងប្រុសនៅបូរីច័ន្ទគិរីគាត់ឲ្យខ្ញុំដាំដើមកតុយនាគមួយឥឡូវបន្ទាប់ពីយើងធ្វើការដឹកមកហើយគឺមកដល់គណៈឋានរបស់គាត់ហើយសម្រាប់ទីតាំងគាត់បានកំណត់រួចរាល់ហើយដោយសារគាត់ធ្វើការរៀបចំសួនខ្នាតតូចរបស់គាត់រួចរាល់ហើយទីតាំងដាំនេះគឺវាស្អាតមែនទែនអំណោយផលជាមួយនឹងដើមនេះតែម្ដងហើយសម្រាប់ដើមកតុយនាគដែលយកទៅដាំនេះគឺជាប្រភេទដើមធំណាដើមវាកម្ពស់វា4ម៉ែត្រជាងទៅ6ម៉ែត្រចន្លោះប៉ុណ្ណឹងប៉ុន្តែគាត់ថាស្លឹកវាអត់ទាន់បានដុះពេញស្អាតទេដោយសារខែក្តៅហើយអញ្ចឹងទៅធ្វើឲ្យស្លឹកវារៀងជ្រុះណាអញ្ចឹងបើសិនជាយើងថែបាញ់ទឹកបាញ់ដុតដល់ក៏ដូចជាបានភ្លៀង1មេ2មេទៀតមកគឺស្លឹកវាហ្នឹងស្រស់ស្អាតតែម្ដងហើយបើសិនជាវាពេលរបៀបផ្កាទៀតរឹតតែស្រស់ស្អាតទៀតអញ្ចឹងឥឡូវយើងក៏ធ្វើការដាំរួចរាល់ហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានតម្រូវការទាក់ទងនឹងការរៀបសួនក៏ដូចជាដាំដើមឈើផ្សេងៗអាចសួរព័ត៌មានឬទាក់ទងបានជាមួយសួននគររាជណាអរគុណ